បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកណែនាំពីរបៀបក្នុងការ log profile Facebook ណាបងប្អូនណាដោយមិនបងប្អូនមិនចង់ឲ្យណាគេចូលមកមើល Facebook របស់បងប្អូនបានផុសអីចឹងមិនចង់ឲ្យគេមើលឃើញ Facebook របស់បងប្អូនណាបងប្អូនណាអញ្ចឹងឥឡូវយើងចូលទៅមើលទាំងអស់គ្នាណាបងប្អូនណាយើងចូលក្នុង Facebook របស់យើងនឹងមកណាបងប្អូនបាទយើងចូលទៅក្នុង Facebook របស់យើងនឹងមករួចហើយបងប្អូនយកត្រង់ពាក្យថាចូលយកចុចត្រង់នេះបងប្អូនណាចុចត្រង់រូប profile របស់យើងនឹងមកចុចត្រង់នឹងមកបាទអញ្ចឹងបងប្អូនមកដល់កន្លែងនេះហើយបងប្អូនយកត្រង់នេះត្រូវ3នេះណាបងប្អូនណាបងប្អូនចូលមកក្នុងនឹងមកនេះចុចលើត្រង់ត្រូវ3ហ្នឹងណាបងប្អូនចុចនឹងមួយមករួចហើយបងប្អូនរើសយកពាក្យថា log profile បាទអញ្ចឹងមុននឹងបងប្អូនមុននឹងខ្ញុំមុននឹងយើងចុចលើពាក្យ log profile នេះខ្ញុំចង់មកណែនាំបងប្អូនបន្តិចណាបងប្អូនណាអញ្ចឹងlog profile នេះគឺយើង log សម្រាប់តែអ្នកដែលមិនមែនជា friend របស់យើងទេណាបងប្អូនណាអ្នកដែលមិនមែនជា friend របស់យើងគឺគេអាចចូលមកក្នុង profile យើងបានតែគេមិនអាចមើលរូបភាពមើលអ្វីដែលយើងផុសជាប្រចាំថ្ងៃនឹងបានទេណាបងប្អូនណាតែសម្រាប់ friend របស់យើងដែលយើងមានស្រាប់ហើយហ្នឹងគឺគេអាចមើលរបស់យើងបានធម្មតាណាបងប្អូនណាគឺគេអាចមើលរបស់យើងបានធម្មតាអញ្ចឹងបន្ទាប់ពីយើងចុចពាក្យអញ្ចឹងបើសិនថាយើងចង់ថាខ្ញុំក៏មិនចង់ឲ្យមិត្តភ័ក្តិដែលជាមិត្តជា friend របស់យើងនឹងមើលឃើញធ្វើមានតែបងប្អូនមានតែម្យ៉ាងគឺបងប្អូនតែ unfriend គាត់ចោលទៅបើបងប្អូនមិនចង់ឲ្យ friend មួយណាគេមើលឃើញបងប្អូនក៏ unfriend ម្នាក់នឹងចោលទៅណាបងប្អូនណាឥឡូវខ្ញុំចង់មកប្រាប់បងប្អូនពីរបៀបអញ្ចឹងឥឡូវយើងចុចលើ log profile ហ្នឹងមកយើងចុចមករួចហើយនេះវាចេញមកអញ្ចឹងឲ្យយើងអញ្ចឹងបងប្អូនចុចលើអាពាក្យនេះមកនេះចុចលើថា log យក profile បងប្អូនចុច log យក profile នេះមកណាគេបានប្រាប់ថាយក log your profile only your friend can see the photo post and story on your profile អញ្ចឹង profile របស់យើងបាន log បាត់ហើយអញ្ចឹងមានតែមិត្ត friend របស់យើងតែមានតែ friend របស់យើងទេដែលអាចមើលឃើញរូបភាពឬយើងផុសឬក៏ story ដែលយើងបានផុសនៅក្នុង profile យើងហ្នឹងមានតែ friend របស់យើងទេដែលអាចមើលឃើញណាបងប្អូនណាតែថាសម្រាប់អ្នកដទៃដែលគេមិនមែនជា friend របស់យើងគេមិនអាចមើលឃើញទេអញ្ចឹងរួចហើយយើងចុចពាក្យថា OK ហ្នឹងមកអញ្ចឹងមានថា profile របស់យើងហ្នឹងបាន log បាត់ហើយនេះគេបងប្អូនឃើញនេះអក្សរគេដាក់នេះត្រង់កន្លែងនេះឃើញទេនេះយក you log your profile អញ្ចឹងវិធីបើសិនជាបងប្អូនចង់ដោះវាចេញវិញតើបងប្អូនធ្វើវាម៉េចបងប្អូនចូលទៅក្នុងចុចคลิก3ចំណុច3ហ្នឹងមកវិញមកកន្លែងដដែលហ្នឹងបងប្អូនមករើសយកពាក្យថា unlock profile ហ្នឹងវិញមកនេះពាក្យថា unlock profile នេះកន្លែងហ្នឹងបងប្អូនចុចលើពាក្យហ្នឹងមកនេះ unlock profile រួចហើយបងប្អូនណាវាដាក់បាន unlock ហើយអញ្ចឹងបងប្អូនចុច see your profile នេះវិញណាបាន unlock រួចរាល់ហើយបាទអញ្ចឹងខ្ញុំនៅក្នុងคลิปនេះខ្ញុំមានតែប៉ុណ្្នឹងណាបងប្អូនណាដែលមកបង្ហាញបងប្អូនណាបងប្អូនណាបើសិនតែបងប្អូនគិតថាคลิปនេះវាមានប្រយោជន៍សម្រាប់បងប្អូននេះបងប្អូនចុចលើកន្លែងនេះណាកុំភ្លេច
mình những nhóm IC bọn bọn play chụp lớp bây giờ unlock này nhóm play bọn bọn chụp lớp unlock bằng máu unlock này rồi hai bọn bọn vô việc thả unlock your profile nó bọn bọn á rồi hai rong chạm một play tới rồi hai chữ ok bà chẳng hạn là con chấm nói ní p khác miền Facebook khác Facebook bong bóng khác up miền đến nó áp biệt lọc profile lắm chẳng bong bóng thật là updateនៅ Play Store ឬមួយក៏ App Store ណាបងប្អូនណា update វាឲ្យខ្លាយ version បច្ចុប្បន្នទៅណាបងប្អូនណាបើសិនជាវាអត់មាន log profile បងប្អូនត្រូវអាសា update Facebook ណាបងប្អូនណាដើម្បីឲ្យវាមាន tool មានអីមកគ្រប់គ្រាន់សម្រាប់យើងប្រើប្រាស់ណាបងប្អូនណាអញ្ចឹង clip នេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមបញ្ចប់ clip នេះប៉ុណ្្នឹងបើសិនជាបងប្អូនគិតថា clip នេះមានប្រយោជន៍បងប្អូនកុំភ្លេចចុច like ចុច share ឲ្យបងប្អូនយើងទាំងអស់គ្នាគាត់បានមើលបានដឹងផងណាបងប្អូនណាហើយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនសម្រាប់ការតាមដាន clip របស់ខ្ញុំណាបងប្អូនណាអរគុណជំរាបលា